សាលាអន្តរជាតិ AIA ឬសាលាបញ្ញវន្តអង្គរចុះអនុសារណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ាហៅកាត់ថា EAMU ដើម្បីលើកកម្ពស់ការបណ្ដុះបណ្ដាលមូលធនមនុស្សប្រកបដោយគុណភាពនិងក្លាយជាពលរដ្ឋសកលនិងជាពលរដ្ឋដែលមានទំនួលខុសត្រូវការចុះអនុសារណៈនេះត្រូវបានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិតថោងវាសនាប្រធាននាយកប្រតិបត្តិសាលាអន្តរជាតិ AIA ឬសាលារៀនបញ្ញវន្តអង្គរជាមួយលោកសាស្ត្រាចារ្យ James Shaw សាកលវិទ្យាធិការសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ានិងមានការចូលរួមជាសក្ខីភាពពីថ្នាក់ដឹកនាំរបស់សាលានិងសាកលវិទ្យាល័យទាំងពីរនារសៀលថ្ងៃទី24ខែមីនាឆ្នាំ2025នៅសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ារាជធានីភ្នំពេញលោកបណ្ឌិតថោងវាសនាប្រធាននាយកប្រតិបត្តិសាលាអន្តរជាតិ AIA បានឲ្យដឹងថាការចុះអនុសារណៈនាពេលនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ការសហការរវាងស្ថាប័នទាំងពីរក្នុងការបណ្ដុះបណ្ដាលមុខវិជ្ជាសហគ្រិនភាពចំណេះដឹងហិរញ្ញវត្ថុភាពជាអ្នកដឹកនាំនិងមុខវិជ្ជាជំនាញទន់ដែលសាលាអន្តរជាតិ AIA បានបង្រៀនដល់សិស្សានុសិស្សចាប់តាំងពីថ្នាក់ទី7រហូតដល់ថ្នាក់ទី12ហើយសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ានឹងបន្តបំពេញបន្ថែមដល់សិស្សានុសិស្សនិងគ្រូបង្គោលរបស់សាលា AIA ផងដែរកិច្ចព្រមព្រៀងក៏នឹងបានផ្ដល់អាហារូបករណ៍ជូនដល់សិស្សដែលបានរៀនចប់មធ្យមសិក្សាទុតិយភូមិរបស់សាលាអន្តរជាតិ AIA អាចបន្តការសិក្សានៅសាកលវិទ្យាល័យ EAMU និងការផ្ដល់ជូននូវការបញ្ចុះតម្លៃសម្រាប់លោកគ្រូអ្នកគ្រូបានបន្តសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ EAMU កិច្ចព្រមព្រៀងនេះក៏បានពង្រឹងឧត្តមភាពសិក្សាធិការទាំងការរៀននិងការបង្រៀនពង្រឹងសមត្ថភាពជាអ្នកដឹកនាំការគ្រប់គ្រងស្ថាប័នឲ្យមានប្រសិទ្ធភាពប្រកបដោយចីរភាពតាមរយៈកិច្ចព្រមព្រៀងនេះដែរក៏នឹងផ្ដល់ឱកាសឲ្យសិស្សានុសិស្សនៃសាលាអន្តរជាតិ AIA នឹងមានឱកាសសិក្សាថ្នាក់បរិញ្ញាបត្រចំនួន2ឆ្នាំនៅសាកលវិទ្យាល័យ EAMU និងសិក្សា2ឆ្នាំនៅប្រទេសអូស្ត្រាលីឬប្រទេសសិង្ហបុរីឬចក្រភពអង់គ្លេសឬក៏អាចសិក្សានៅសាកលវិទ្យាល័យ EAMU រួចចាំទៅបន្តសិក្សានៅប្រទេសទាំង3នៅក្នុងរយៈពេល1ឆ្នាំផងដែរគូបញ្ជាក់ថាសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ាហៅកាត់ថា EAMU គឺជាគ្រឹះស្ថានអប់រំដែលមានគុណភាពស្របតាមស្តង់ដារគុណភាពពីប្រទេសសិង្ហបុរីនិងចក្រភពអង់គ្លេសសាកលវិទ្យាល័យបានផ្ដល់ជូននូវកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រឬក្រោយបរិញ្ញាបត្រយ៉ាងទូលំទូលាយដែលបានធ្វើការរៀបចំឡើងយ៉ាងពិសេសនិងសម្រិតសម្រាំងដើម្បីឲ្យនិស្សិតគ្រប់រូបក្រោយបញ្ចប់ការសិក្សារបស់ខ្លួនទទួលបានជោគជ័យក្នុងអាជីពការងារទាំងក្នុងស្រុកនិងអាចប្រកួតប្រជែងលើឆាកអន្តរជាតិសូមជម្រាបជូនថាសាលាអន្តរជាតិ AIA ឬសាលាបញ្ញវន្តអង្គរក៏បានបង្កើតឡើងក្នុងគោលបំណងផ្ដល់ដល់កុមារនិងយុវជនកម្ពុជានៅការអប់រំដែលមានលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយដើម្បីឲ្យពួកគេក្លាយទៅជាពលរដ្ឋសកលដែលមានឯករាជ្យភាពចេះយកអាសាអ្នកដទៃនិងទទួលខុសត្រូវខ្ពស់ដែលញ៉ាំងឲ្យពួកគេក្លាយជាធនធានដ៏មានតម្លៃសម្រាប់អភិវឌ្ឍប្រទេសកម្ពុជានិងពិភពលោកទាំងមូលនាពេលអនាគតសាលាអន្តរជាតិ AIA មានចក្ខុវិស័យឲ្យសិស្សានុសិស្សទាំងអស់ទទួលបាននូវសមត្ថភាពពេញលេញដើម្បីក្លាយជាអ្នកដឹកនាំប្រកបដោយសីលធម៌និងចំណេះដឹងហើយក្លាយជាពលរដ្ឋសកលដែលពោរពេញទៅដោយទំនួលខុសត្រូវការសិក្សារៀនសូត្រពេញមួយជីវិតបច្ចុប្បន្នសាលាអន្តរជាតិ AIA មានសាខាចំនួន5សាខាដោយនៅក្នុងរាជធានីភ្នំពេញមាន2សាខាគឺសាខាជូវ៉ានិងសាខាបឹងត្របែងសាខានៅខេត្តកំពង់ឆ្នាំងសាខានៅខេត្តកំពង់ស្ពឺនិងសាខានៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ